សម្រាប់អ្នកចាប់ផ្ដើមនៅក្នុងសប្តាហ៍នេះក៏ដូចជាសប្តាហ៍កន្លងទៅដែរខ្ញុំបាទតែងតែនាំមកនៅបទយកាថ្មីពិសេសហើយបទយកាសំខាន់របស់ខ្ញុំបាទនៅក្នុងសប្តាហ៍នេះគឺស្ដីអំពីការផលិតស្បែកជើងអំពីក្រណាត់ក្រមាអំបោះខ្មែរឈ្មោះថាអំបោះ Espadrilla របស់ជនជាតិបារាំងម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាសូមអញ្ជើញតាមដានទស្សនានៅបទយកាទាំងស្រុងដូចតទៅក្រមាខ្មែរដែលសង្គមកម្ពុជាប្រើប្រាស់ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃជាពិសេសគឺប្រជាកសិករនៅតាមទីជនបទតែងតែយកជាប់ខ្លួនមិនដែលខានឡើយសម្រាប់ការការពារកម្ដៅថ្ងៃឬតម្រូវការផ្ទាល់ខ្លួនចាំបាច់ផ្សេងៗហើយមួយចំនួនទៀតនោះក៏ត្រូវបានអ្នកច្នៃម៉ូដទាំងជាតិនិងអន្តរជាតិខ្លះបានយកទៅធ្វើជាសម្ភារៈតាំងលម្អឬជាសម្លៀកបំពាក់ក៏មានផងដែរជាមួយនឹងគំនិតច្នៃប្រឌិតថ្មីនិងប្លែកៗទាំងនេះបច្ចុប្បន្នសាច់ក្រណាត់ក្រមាអំបោះខ្មែរពណ៌ស្រស់ៗមួយចំនួនត្រូវបានលោក Sébastien Jean ដែលជាពាណិជ្ជករជនជាតិបារាំងបានរស់នៅក្នុងប្រទេសកម្ពុជាជាង2ឆ្នាំមកហើយលោកបានយកមកច្នៃប្រឌិតជាស្បែកជើងប្រុសស្រីប្រកបដោយការទាក់ទាញនិងគុណភាពល្អប្រណិតសម្រាប់អតិថិជនប្រើប្រាស់នៅក្នុងរដូវក្តៅនេះមានទីតាំងនៅក្នុងកូនវិឡាតូចមួយក្នុងសង្កាត់បឹងប្រលិតរាជធានីភ្នំពេញសិប្បកម្មផលិតស្បែកជើងតូចមួយនេះមានកម្មការិនីត្រឹមតែ4នាក់តែប៉ុណ្ណោះដែលកំពុងតែធ្វើការទៅតាមផ្នែករៀងៗខ្លួនដើម្បីកាត់ពុម្ពនិងដេរស្បែកជើងយ៉ាងស្ងៀមស្ងាត់ជាមួយនឹងភារកិច្ចរបស់ខ្លួនលោក Sébastien Jean ដែលជាជនជាតិបារាំងដែលមានជំនាញជាអ្នកច្នៃម៉ូដនិងជាម្ចាស់សិប្បកម្មអំបោះ Espadrilla ដែលជាស្បែកជើងផលិតដោយក្រមាអំបោះត្បាញដោយកសិករកម្ពុជាបានរៀបរាប់ថាស្បែកជើងទាំងនេះផលិតឡើងពីវត្ថុធាតុដើមធម្មជាតិដូចជាក្រមាខ្មែរនិងផលិតផលដែលផលិតពីកប្បាសធម្មជាតិរីឯបាតស្បែកជើងវិញនោះគឺផលិតពីក្រចៅដែលនាំចូលពីប្រទេសចិនរួមទាំងអំបោះដ៏ស្វិតដែលរកបានក្នុងប្រទេសកម្ពុជាលោក Sébastien បាននិយាយពន្យល់ថាស្បែកជើងដែលផលិតនៅក្នុងទីនេះគឺមានភាពទន់អាចបត់បែនបានមិនឈឺជើងងាយស្រួលក្នុងការពាក់មិនបែកញើសហើយបើតាមការប្រៀបធៀបទៅនឹងស្បែកជើងប្រភេទដូចគ្នាជាមួយនឹងបណ្ដាប្រទេសដទៃស្បែកជើងអំបោះ Espadrilla របស់លោកគឺមានគុណភាពខ្ពស់ជាងគេ In Cambodia, as a business and the country is developing នៅស្រុកខ្មែរសម្បូរវត្ថុធាតុដើមសម្រាប់ផលិតជារបស់ប្រើប្រាស់ផ្សេងថ្ងៃមួយខ្ញុំមានគំនិតស្បែកជើងនេះដោយសារតែនៅប្រទេសបារាំងភាគច្រើនគេផលិតស្បែកជើងប្រភេទនេះព្រោះវាងាយស្រួលពាក់ជាពិសេសប្រទេសកម្ពុជាមានអាកាសធាតុក្តៅយើងអាចពាក់បានដោយមិនចាំបាច់ប្រើស្រោមជើងហើយភាគច្រើនស្រុកខ្មែរក៏ចូលចិត្តពាក់ស្បែកជើងប្រភេទនេះដែរបាទវាធ្វើពីក្រចៅខ្ញុំបាននាំចូលវាពីប្រទេសចិនដោយសារដែលស្រុកខ្មែរអត់ទាន់មានផលិតទេស្បែកជើងយើងផលិតពីរបស់ធម្មជាតិវាមាំវាមានគុណភាពខ្ពស់បើប្រៀបធៀបទៅនឹងស្បែកជើងម៉ាករបស់បណ្ដាប្រទេសដទៃដែលអាចរកឃើញដូចជាប្រទេសអឺរ៉ុបដូចជាបារាំងជាដើម and then make in our own workshop នៅក្នុងសិប្បកម្មមួយដែលមានទំហំល្មមមិនតូចមិនធំផ្ទុកទៅដោយក្រមាខ្មែរដែលត្បាញអំពីអំបោះអំពីក្របាសក៏ដូចជាអំពីដុំអំបោះគ្រប់ពណ៌រួមទាំងសម្ភារៈមួយចំនួនផ្សេងទៀតមានទាំងស្បែកជើងដេររួចនិងមិនទាន់ដេររួចដោយកម្មការិនីចំនួន3នាក់តែប៉ុណ្ណោះដែលកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងសិប្បកម្មមួយនេះអ្នកស្រី Cynthia ដែលជាមេជាងនៅទីនេះបានឲ្យដឹងផងដែរថាក្នុងការផលិតនៅស្បែកជើងមួយគូគាត់ត្រូវចំណាយរយៈពេលយ៉ាងតិច1ម៉ោងកន្លះផងដែរដោយគាត់ត្រូវចាប់ផ្ដើមអំពីការកាត់ពុម្ពរួចដេរភ្ជាប់គ្នាឲ្យចេញជារូបរាងស្បែកជើងទើបយកទៅតដេរភ្ជាប់ជាមួយនឹងបាតក៏ដូចជាធ្វើការវិចខ្ចប់អ្នកស្រីបានបន្តថាការដេរស្បែកជើងនេះគឺមានការលំបាកដោយសារតែត្រូវការប្រើកម្លាំងខ្លាំងក្នុងការចាក់ម្ជុលហ
ហើយការដេរទីផ្សោតក៏ទាមទារឲ្យមានការច្នៃប្រឌិតធ្វើយ៉ាងណាឲ្យមានភាពស្រស់ស្អាតនិងធ្នេរស្មើល្អទាំងផ្ទៃក្រណាត់ទាំងធ្នេរហើយបើធ្វើប្រហែសក៏អាចបណ្ដាលឲ្យមុតដៃក៏មានផងដែរ ក្នុងមួយជើងមួយគូយើងចំណាយប្រហែលជា1 ម៉ោងកន្លះហើយតម្រាំបានមួយជើងមួយគូហ្នឹងយើងត្រូវកាត់ពុំកាត់ដេរផុងហើយយើងផុងហើយយើងយកមកវាស់នឹងអាខាងមុខវានេះភ្ជាប់វាបើយើងភ្ជាប់អត់ស្មើក៏អត់ចេញរាងស្បែកជើងបានស្អាតដែរហើយដេរទី2ដេរវាត្រូវតែលៃវាឲ្យបានស្មើដែរធ្នេរនឹងបានវាឃើញមួយជើងស្អាតល្អបាក់ច្រើនដែរទី1យើងគិតថាស្បែកជើងហ្នឹងតិចចឹងមិនសំខាន់ទេប៉ុន្តែវាសំខាន់បំផុតគឺចំណុចកណ្ដាលនេះក៏យើងត្រូវការស្មើហើយនឹងយើងដេរឲ្យបានធ្នេរឃើញស្អាតដែរដើម្បីឃើញគុណភាពវាដែរហើយទី3យើងត្រូវតែវាស់វាទាំងកណាត់មុខកណាត់ក្រោយបើយើងដាក់វែងពេកវាហួសកែងហើយខ្លីពេកក៏វាអត់ដល់ហើយយើងត្រូវពិបាកនិយាយទៅពិបាក លោកសេបាជាងបានឲ្យដឹងផងដែរថាបច្ចុប្បន្នសិប្បកម្មរបស់លោកមានសមត្ថភាពផលិតស្បែកជើងអំបោះ Inspirator ចំនួន9 ម៉ូតដែលក្នុងនោះគឺស្បែកជើងនារីមានចំនួន6 ម៉ូតនិងបុរសមាន3 ម៉ូតរីឯបរិមាណនៃការផលិតវិញនោះគឺនៅមានចំនួនតិចតួចតែប៉ុណ្ណោះខណៈដែលអ្វីៗនៅក្នុងទីនេះត្រូវបានធ្វើឡើងស្ទើរតែទាំងស្រុង Yeah, for now, our only way to sell. សម្រាប់ការផ្គត់ផ្គង់ពួកខ្ញុំអាចធ្វើបានគ្រប់គ្រាន់ហើយក្នុងមួយខែនឹងផលិតបានពី160ទៅ200គូចឹងវាអាចគ្រប់គ្រាន់បច្ចុប្បន្នហ្នឹងពួកខ្ញុំមាន6ម៉ូតសម្រាប់មនុស្សស្រីហើយមាន3ម៉ូតទៀតសម្រាប់មនុស្សប្រុសហើយមានតម្លៃ$20សម្រាប់គ្រប់ម៉ូតទាំងអស់និងមានម៉ូតថ្មីៗរហូតបច្ចុប្បន្ននេះខ្ញុំមិនមានបើកជាកន្លែងលក់អីទេប៉ុន្តែខ្ញុំនឹងដាក់វាលក់នៅតាមហាងវត្ថុអនុស្សាវរីយ៍ដូចជាខោអាវនៅតាមហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗចឹងគេធ្វើវាពីក្រណាត់ខ្មែរក្រណាត់សូត្រអីចឹងវាស័ក្តិសមគ្នាហើយបន្តិចទៀតខ្ញុំសហការជាមួយសិល្បករនីតារាម៉ូដែលខ្មែរនិងតាម Facebook ជាដើមពួកគាត់អាចផ្ញើតាក់ទងមកយើងបាន ដោយសារតែបរិមាណផលិតនៅមានកម្រិតតិចតួចទៅឡើយបច្ចុប្បន្នផលិតផលកែច្នៃប្រឌិតដ៏ស្រស់ស្អាតដែលសម្រិតសម្រាំងដោយអ្នកជំនាញ design ម៉ូដបារាំងនិងសិប្បករខ្មែរទាំងនេះគឺមិនទាន់បានឆ្លើយតបទៅនឹងទីផ្សារដ៏ទូលំទូលាយនៅឡើយនោះទេហើយសប្តាហ៍ថ្ងៃផលិតផលទាំងនេះត្រូវបានគេលក់នៅតាមអនឡាញឬតាមរយៈបណ្ដាញសង្គម Facebook ដែលមានឈ្មោះថាអំបោះ Inspirator ហើយនឹងមាននៅតាមបណ្ដាហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗដោយសហការជាមួយនឹងសិល្បករខ្មែរដើម្បីជួយផ្សព្វផ្សាយនិងលើកតម្កើងនៅផលិតផលខ្មែរតែប៉ុណ្ណោះ ទូទេសជនជាទីគោរពនិងជាទីមន្ត្រីកម្មវិធីផលិតផលកម្ពុជានៅក្នុងវគ្គទី1នេះសូមការអនុញ្ញាតសម្រាប់បន្តិចសិនហើយលោកអ្នកនឹងជួបជាមួយនឹងខ្ញុំបាទជាបន្តទៀតនៅក្នុងវគ្គទី2វគ្គនៃកិច្ចសម្ភាសន៍